ឆ្នាំណាទេអញ្ចឹងឧទាហរណ៍ឥឡូវគាត់ចង់បានគូព្រេងទោះបីជាសម័យ Gen Z ក៏ដោយ Gen អីក៏ដោយ Gen X Gen Z Gen Y ក៏ដោយរត់អត់រួចទេបាទយើងត្រូវតែមើលទៅលើចំណុចទាំងអស់គឺប៉ាជឿនឹងឯងដើម្បីយើងដឹងជាគេហៅថាខ្សែជីវិតរបស់យើងឡើងឬចុះផ្គុំគ្នាមិនគឺត្រូវឬក៏មិនត្រូវហើយសួរថាអ្នកជឿបានមានឥទ្ធិពលហើយអ្នកមិនជឿមិនមានឥទ្ធិពលកន្លែងហ្នឹងអត់ដូចជាមិនបានបញ្ជាក់ទេមានថាអ្នកជឿក៏ត្រូវមានឥទ្ធិពលអ្នកមិនជឿក៏ត្រូវមានឥទ្ធិពលដែរដូចទៅថាឥឡូវយើងថាយើងអត់ជឿថាកបិតកាត់ដៃមុតយើងអត់ជឿទេប៉ុន្តែអ្នកមួយទៀតគាត់ជឿថាកបិតអត់ទេកាត់ដៃដាច់ហើយកបិតមុខមុតស្រាប់តែពេលកាត់ទៅដាច់មែនណាអ្នកអត់ជឿក៏កាត់ដាច់អ្នកមិនជឿក៏កាត់ដាច់ដែរកន្លែងហ្នឹងមានថាគេសិក្សាទៅលើក្បួនច្បាប់ត្រឹមត្រូវអញ្ចឹងតកតងជាមួយនឹងហាក់បាទថ្ងៃនេះយើងនិយាយអំពីតកតងមួយនឹងហាក់តើហាក់វាមានចំណុចអីខ្លះដែលយើងត្រូវសិក្សាតកតងមួយហាក់វាមាន6បាទ6គូហ្នឹងគឺវាមានទី1គឺឆ្នាំជូតបាទឆ្នាំជូតហាក់ជាមួយនឹងឆ្នាំឆ្លូវឆ្នាំជូតហាក់ជាមួយនឹងឆ្នាំឆ្លូវគឺឆ្នាំជូតធាតុទឹកបាទឆ្នាំជូតធាតុទឹកហើយហាក់ជាមួយនឹងឆ្នាំឆ្លូវធាតុដីអញ្ចឹងជូតហើយនឹងឆ្លូវហាក់គ្នាមានន័យថាត្រូវគ្នាសហការគ្នាល្អហ្នឹងគេចង់និយាយអញ្ចឹងតែហាក់មានន័យថាម៉េចហាក់គឺមានន័យថាល្អត្រូវគ្នានៅជាមួយគ្នាគឺល្អចឹងអញ្ចឹងសហការគ្នាគឺល្អអញ្ចឹងតកតងជាមួយនឹងសហការគ្នាបង្កើតទីជាទ្រព្យសម្បត្តិហិរញ្ញវត្ថុបង្កើតគ្នាទៅបានជ័យជាភាពសុខដុមរមនាមួយប៉ុន្តែយើងនិយាយអំពីនេះតែឆ្នាំទេប៉ុន្តែវានៅពាក់ព័ន្ធជាមួយនឹងម៉ោងថ្ងៃខែអញ្ចឹងយើងត្រូវពិនិត្យមើលទៅលើប៉ាជឿរបស់យើងបាទពិនិត្យទៅលើប៉ាជឿរបស់យើងទាំងមូលក៏ប៉ុន្តែនៅក្នុងនេះគឺយើងនិយាយអំពីឆ្នាំសិនបាទអញ្ចឹងយើងត្រូវដឹងឆ្នាំណាដែលវាហាក់គ្នាទី1គឺឆ្នាំជូតធាតុទឹកបាទឆ្នាំជូតធាតុទឹកគឺហាក់ជាមួយនឹងឆ្នាំឆ្លូវធាតុដីប៉ុន្តែធាតុទឹកហើយនឹងធាតុដីនេះវានៅជាមួយគ្នាគឺវាបង្កើតទៅជាប្រែធាតុទៀតប្រែទៅជាធាតុដីទី2គឺគូទី2គឺឆ្នាំខាលបាទឆ្នាំខាលហាក់ជាមួយនឹងឆ្នាំកុលឆ្នាំខាលធាតុឈើហាក់ជាមួយនឹងឆ្នាំកុលធាតុទឹកអញ្ចឹងបង្កើតបានទៅជាធាតុឈើអញ្ចឹងវាប្រែធាតុបាទប្រែធាតុហើយអានឹងវាសំខាន់មិនអាប្រែធាតុនឹងចាំមើលយើងចុងវីដេអូខ្ញុំនឹងបញ្ជាក់ថាតើវាប្រែធាតុទៅវាមានសារៈសំខាន់ដូចម្ដេចតែដល់មួយនឹងគូទី3បាទគូទី3គឺឆ្នាំថោះបាទឆ្នាំថោះគឺហាក់ជាមួយនឹងឆ្នាំចអញ្ចឹងឆ្នាំដែលវាហាក់វាសហការគ្នាល្អហ្នឹងគឺធាតុឈើឆ្នាំថោះហើយហាក់ជាមួយនឹងធាតុដីឆ្នាំចអញ្ចឹងវាប្រែទៅជាអីគេវាប្រែទៅជាធាតុភ្លើងអញ្ចឹងវានៅជាមួយគ្នាទៅវាប្រែទៅជាធាតុភ្លើងហើយសំខាន់ណាស់នៅក្នុងប៉ាជឿយើងត្រូវសិក្សាអំពីចំណុចហ្នឹងបើឲ្យយើងអត់យល់ពីចំណុចហ្នឹងទេគឺយើងសិក្សាវាគឺអត់យល់ទេបើយើងអានរិស័យយើងអត់ដឹងទេយើងអត់ដឹងធាតុរបស់វាទេបាទហើយយើងតាក់ទងជាមួយនឹងចំណុចហ្នឹងដែរគឺយើងត្រូវសិក្សាវាហើយពាក់ព័ន្ធជាមួយនឹងទី4បាទទី4គឺឆ្នាំរោងធាតុដីហាក់ជាមួយនឹងឆ្នាំរកាគឺធាតុមាសយើងអាចប្រើធាតុមួយគេធាតុមាសឬធាតុលោហៈបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងពីរហ្នឹងគឺផ្គុំគ្នាទៅបាទគឺវាហាក់គ្នាវាអមួយគ្នារោងហើយនឹងរកាហ្នឹងអញ្ចឹងវាប្រែទៅជាធាតុអីគេគឺធាតុមាសឬក៏អាចថាប្រើធាតុលោហៈអញ្ចឹងទៅទី5គឺធាតុគឺឆ្នាំម្សាញ់ធាតុភ្លើងបាទឆ្នាំម្សាញ់ធាតុភ្លើងហាក់ជាមួយនឹងឆ្នាំវកអញ្ចឹងឆ្នាំវកធាតុលោហៈបាទឬក៏ធាតុមាសហ្នឹងអញ្ចឹងធាតុភ្លើងហើយនឹងធាតុមាសយើងហាក់ប្រែទៅជាធាតុទឹកហើយទី6ពាក់ព័ន្ធជាមួយនឹងឆ្នាំមមីធាតុភ្លើងបាទមមីគឺធាតុភ្លើងហើយហាក់ជាមួយនឹងឆ្នាំមមែធាតុដីអញ្ចឹងវាប្រែធាតុទៅជាធាតុភ្លើងអញ្ចឹងកន្លែងនេះបងប្អូនត្រូវយល់ថាហាក់គឺមានសារៈសំខាន់ដូចម្ដេចហាក់មានន័យថារស់នៅជាមួយគ្នាបានសុខសប្បាយសហការគ្នារស់ស៊ីក៏ល្អធ្វើអីមួយគឺត្រឹមត្រូវមានន័យថាវារីកចម្រើនសុខសប្បាយបាទប៉ុន្តែគ្រាន់យើងអំពីតែឆ្នាំមួយគឺវាអត់ទាន់គ្រប់គ្រាន់ទេយើងត្រូវដូចខ្ញុំបញ្ជាក់អញ្ចឹងយើងត្រូវមើលម៉ោងតែគាត់ម៉ោងគេម៉ោងជូតម៉ោងឆ្លូវឬក៏ម៉ោងមួយណាបន្ទាប់មកទៀតតើតើមួយនឹងថ្ងៃគាត់កាត់ថ្ងៃអីគេបន្ទាប់មកគាត់កាត់ខែអីគេបាទអញ្ចឹងយើងត្រូវសិក្សាទាំងអស់នៅក្នុងក្បួនប៉ាជឿហើយនៅក្នុងចំណុចនេះដែរបងប្អូនត្រូវយល់ថា
តងជាមួយនឹងហាក់ទៅវាមានសារៈសំខាន់នឹងដូចម្ដេចបាទអញ្ចឹងតកតងជាមួយនឹងហាក់វាប្រែទៅជាធាតុដូចជាថាបុគ្គលម្នាក់គាត់មើលទៅគាត់ថ្លឹងធាតុទៅគាត់ត្រូវការអីគេត្រូវការមានថាជាខ្វះហើយត្រូវការធាតុឈើឬត្រូវការធាតុទឹកចាំមិនថាគាត់ខ្វះធាតុទឹកហើយអញ្ចឹងយើងអាចត្រូវថាយកឆ្នាំណាបូកមួយឆ្នាំណាដើម្បីបង្កើតទៅបានជាធាតុទឹកបាទឧទាហរណ៍ថាឥឡូវគាត់ឆ្នាំម្សាញ់ហើយគាត់ឆ្នាំម្សាញ់ហើយគាត់ប្រពន្ធគាត់ឆ្នាំវោកអីចឹងទៅបាទអញ្ចឹងបង្កើតទៅជាធាតុទឹកបើគាត់ត្រូវការធាតុទឹកទៀតអូខេអញ្ចឹងមានថា 100% តែអូថាឥឡូវល្អអញ្ចឹងណាដល់ពេលកន្លែងមួយទៀតគាត់ថាគាត់ឆ្នាំគាត់ត្រូវការធាតុភ្លើងប៉ុន្តែអត់ដឹងថាយើងខ្វះធាតុភ្លើងហើយអញ្ចឹងមានន័យថាយើងត្រូវយកកូនរបស់យើងត្រូវយកម៉េចដើម្បីឲ្យមកលើករាសីយើងអញ្ចឹងកូនដែលលើករាសីយើងគឺជាកូនដែលយើងដែលខ្វះធាតុហ្នឹងគឺយកមកប្រគប់បើគាត់ថាឥឡូវយើងខ្វះធាតុទឹកអញ្ចឹងកូនត្រូវការធាតុទឹកគឺឆ្នាំអីដើម្បីយកមកប្រគប់ប៉ុន្តែយើងត្រូវមើលល្បិតប៉ាជឺកឡោនទាំងអស់ហ្នឹងដើម្បីបានសិក្សាបានត្រឹមត្រូវប៉ុន្តែនេះជាចំណេះដឹងមួយដែលខ្ញុំបានចែករំលែកថាឆ្នាំហាក់ឧទាហរណ៍ថាឥឡូវតែខ្លះចង់បានគូព្រេងអត់ដឹងថាយកឆ្នាំណាទេអញ្ចឹងឧទាហរណ៍ឥឡូវគាត់ចង់បានគូព្រេងចូលទោះបីជាសម័យ Gen Z ក៏ដោយ Gen អីក៏ដោយ Gen X Gen Z Gen Y ក៏ដោយរត់អត់រួចទេបាទយើងត្រូវតែមើលទៅលើចំណុចទាំងអស់គឺប៉ាជឺនឹងឯងដើម្បីយើងដឹងជាគេហៅថាខ្សែជីវិតរបស់យើងឡើងឬចុះគុំគ្នាមិនគឺត្រូវឬក៏មិនត្រូវហើយសួរថាអ្នកជឿបានមានឥទ្ធិពលហើយអ្នកមិនជឿមិនមានឥទ្ធិពលកន្លែងហ្នឹងអត់ដូចជាមិនបានបញ្ជាក់ទេមានថាអ្នកជឿក៏ត្រូវមានឥទ្ធិពលអ្នកមិនជឿក៏ត្រូវមានឥទ្ធិពលដែរដូចទៅថាឥឡូវយើងថាយើងអត់ជឿថាកបិតកាត់ដៃមុតយើងអត់ជឿទេប៉ុន្តែអ្នកមួយទៀតគាត់ជឿថាកបិតអត់ទេកាត់ដៃដាច់ហើយកបិតមុតស្រាប់តែពេលកាត់ទៅដាច់មែនណាអ្នកអត់ជឿក៏កាត់ដាច់អ្នកមិនជឿក៏កាត់ដាច់ដែរកន្លែងហ្នឹងមានថាគេសិក្សាទៅលើក្បួនច្បាប់ត្រឹមត្រូវហើយដូចខ្ញុំបញ្ជាក់ដដែលអញ្ចឹងមានក្បួនច្រើនណាស់ដែលសិក្សាទៅលើការងារក្បួនទុះទាយគេថាទុះទាយក៏បានព្យាករក៏បានប៉ុន្តែបើយើងពីនេះគឺយើងនិយាយព្យាករដោយសារមូលហេតុអីគឺយើងមានរូបមន្តត្រឹមត្រូវច្បាស់លាស់បើក្បួនខ្មែរគេហៅថាក្បួនអត្តៈបាទ8ឋានអញ្ចឹងទៅបើតាក់ទងមួយក្បួនចិនគឺនិយាយអំពីប៉ាជឺអញ្ចឹងទៅប៉ុន្តែយើងត្រូវដឹងថាវាមានក្បួនវាមានច្បាប់វាមានទម្លាប់និងច្បាស់លាស់និងត្រឹមត្រូវអញ្ចឹងហើយបានជាកម្មវិធីមួយគេត្រូវសិក្សាទៅលើក្បួនច្បាប់អញ្ចឹងយើងកុំឲ្យនិយាយវែងឆ្ងាយថ្ងៃនេះគឺយើងអំពី6គូហាក់គ្នាដែលបងប្អូនអាចយកទៅប្រើប្រាស់បានដោយសិក្សាថាខ្ញុំឆ្នាំឆ្លូវត្រូវការអីគេដើម្បីយកឆ្នាំនឹងវាផ្គុំគ្នាទៅយកគូព្រេងឬក៏អ្នកដែលសហការធ្វើការងារមួយគ្នាឆ្នាំអីដើម្បីឲ្យរីកចម្រើននៅលើក្រុមហ៊ុនហ្នឹងគឺយើងយកឆ្នាំមួយហ្នឹងទៅដើម្បីយើងសិក្សាវិភាគហើយនេះជាចំណុចគ្រឹះនៃប៉ាជឺដើម្បីយើងវិភាគនិងសិក្សានិងផ្គុំគ្នាដើម្បីធ្វើឲ្យការរីកចម្រើនមួយប៉ុន្តែអានេះគ្រាន់តែផ្គុំគ្នាមួយដើម្បីគេហៅថាជាធាតុដែលយើងមើលអត់ឃើញទេប៉ុន្តែអ្វីដែលសំខាន់បំផុតនេះគឺចំណេះវិជ្ជានៅក្នុងខួរក្បាលរបស់យើងនេះបាទគឺការសិក្សារៀនសូត្រផ្គុំគ្នាបន្ថែមប៉ុន្តែក៏យើងអត់ភ្លេចពីកន្លែងហ្នឹងដែរហើយសួរថាមូលហេតុដែលបានខ្ញុំលើកចំណុចហ្នឹងខ្ញុំជាវិស្វករសាស្ត្រមូលហេតុបានខ្ញុំត្រូវតែសិក្សាទៅលើក្បួនប៉ាជឺបងប្អូនតាមដានខ្ញុំទៀតខ្ញុំនឹងបញ្យល់បន្ថែមទៀតថាមូលហេតុអីបាទ